bị bậtថ្ងៃទី30 ខែកញ្ញាឆ្នាំ2025នៅសាលសន្និសីទបូកគោខេត្តកំពតមានកិច្ចប្រជុំបូកសរុបលទ្ធផលការងារការអនុវត្តការងារអនាម័យបរិស្ថានប្រចាំនពមាសឆ្នាំ2025តាមបណ្ដារដ្ឋបាលក្រុងស្រុកឃុំសង្កាត់ក្នុងភូមិសាស្ត្រខេត្តកំពតក្រមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតម៉ៅធនិនអភិបាលនៃគណៈអភិបាលខេត្តកំពតនិងមានការអញ្ជើញចូលរួមជាគណៈអធិបតីលោកសារុនសម្បូរអគ្គនាយករងនៃអគ្គនាយកដ្ឋានគាំពារបរិស្ថានក្រសួងបរិស្ថានឯកឧត្តមលោកចំទាវអភិបាលរងនៃគណៈអភិបាលខេត្តកំពតលោកស្រីប្រធានមន្ទីរអង្គភាពពាក់ព័ន្ធអភិបាលនៃគណៈអភិបាលក្រុងស្រុកនិងមានការចូលរួមពីការិយាល័យជំនាញក្រុងស្រុកមេឃុំចៅសង្កាត់ស្មានរោងចក្រសហគ្រាសក្រុមហ៊ុនប្រមូលសម្រាមយុវជនសហភាពសហព័ន្ធកម្ពុជាយុវជនស្រឡាញ់សន្តិភាពយុវជនគណបកប្រជាជនកម្ពុជាសរុបចំនួន450នាក់លោកអេងប៉ូឡូប្រធានមន្ទីរបរិស្ថានខេត្តកំពតបានបង្ហាញលទ្ធផលការអនុវត្តការងារអនាម័យបរិស្ថានតាមបណ្ដារដ្ឋបាលក្រុងស្រុកទាំង9និងឃុំសង្កាត់ទាំង93ប្រចាំនពមាសឆ្នាំ2025ជាលទ្ធផលលោកប្រធានមន្ទីរបានកោតសរសើរចំពោះលទ្ធផលការងារដែលបានអនុវត្តកន្លងមកប្រកបដោយស្មារតីទទួលខុសត្រូវនិងធ្វើឲ្យសម្រាមរាយប៉ាយតាមដងផ្លូវមានការកាត់បន្ថយច្រើនស្ទើរតែទាំងស្រុងបើទោះបីជាការអនុវត្តការងារអនាម័យបរិស្ថានពុំទាន់បាន 100% តាមផែនការប្រចាំខែក៏ដោយលោកប្រធានក៏បានលើកឡើងថាប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវមួយចំនួននៅតែបន្តបោះសំរាមចោលតាមសងខាងផ្លូវពេលកំពុងធ្វើដំណើរផងដែរលោកសារុនសម្បូរអគ្គនាយករងនៃអគ្គនាយកដ្ឋានគាំពារបរិស្ថានតំណាងក្រសួងបរិស្ថានបានវិតម្លៃខ្ពស់និងក៏សរសើរដល់រដ្ឋបាលខេត្តកំពតគ្រប់លំដាប់ថ្នាក់ដែលបានយកចិត្តទុកដាក់ខ្លាំងលើការងារអនាម័យបរិស្ថានតាមលទ្ធផលការងារនិងជាក់ស្ដែងសង្កេតឃើញថាតាមដងផ្លូវក្នុងភូមិសាស្ត្រខេត្តកំពតពិតជាមានភាពល្អប្រសើរគ្មានសម្រាមរាយប៉ាយនិងបានលើកឡើងពីការអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានផ្ដោតលើភាពស្អាតដោយបាននឹងកំពុងបានដាក់ចេញដោយក្រសួងបរិស្ថានព្រមទាំងបានជំរុញរដ្ឋបាលក្រុងស្រុកឃុំសង្កាត់បន្តការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពនិងស្នើឲ្យយកចិត្តទុកដាក់លើការងារគ្រប់គ្រងសំរាមសំណល់រឿងទីប្រជុំជនការពង្រឹងនិងពង្រីកវិសាលភាពសេវាប្រមូលសំរាមនិងរៀបចំទីលានទឹកដាក់សំរាមសំណល់រឿងឲ្យសមស្របទៅនឹងការរីកចម្រើននិងកំណើនប្រជាជនក្នុងមូលដ្ឋានក្រុងស្រុកឃុំសង្កាត់នីមួយៗក្នុងមតិបូកសរុបលទ្ធផលការងារឯកឧត្តមបណ្ឌិតម៉ៅធនិនអភិបាលនៃគណៈអភិបាលខេត្តកំពតបានកោតសរសើរដល់គ្រប់អ្នកពាក់ព័ន្ធលើការងារអនាម័យបរិស្ថានហើយត្រូវចាត់ទុកគ្រប់ទីកន្លែងសាធារណៈជាផ្ទះរបស់យើងធ្វើអនាម័យបរិស្ថានជាប្រចាំដោយភ្លៀងរលឹមដើម្បីខ្លួនយើងឯកឧត្តមបានផ្ដល់នូវមតិដឹកនាំដើម្បីអនុវត្តការងារអនាម័យបរិស្ថានឲ្យកាន់តែល្អប្រសើរថែមទៀតរួមមានក្រុងស្រុកឃុំសង្កាត់ត្រូវបន្តការអនុវត្តការសម្អាតអនាម័យបរិស្ថានឲ្យបានជាប្រចាំតាមផែនការដោយភ្លៀងរលឹមរដ្ឋបាលក្រុងស្រុកត្រូវពិនិត្យសិក្សាកំណត់ទីលានទឹកដាក់សម្រាមសំណល់រឿងឲ្យទំហំសមស្របសម្រាប់ពេលអនាគតដោយចុះបញ្ជីដីឲ្យបានត្រឹមត្រូវក្រុមហ៊ុនរោងចក្រសហគ្រាសត្រូវសហការជាមួយមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមន្ទីរបរិស្ថានខេត្តដើម្បីធ្វើការអប់រំណែនាំបន្ថែមដល់បុគ្គលិកកម្មករក្នុងការទុកដាក់សម្រាមនិងមិនត្រូវបោះសម្រាមសំណល់ប្លាស្ទិកចោលតាមដងផ្លូវពេលកំពុងធ្វើដំណើរជាទីប្រជុំជនសួនចាត់ទឹកជាផ្ទះរបស់យើងត្រូវសម្អាតនិងអនាម័យបរិស្ថានជាប្រចាំដោយភ្លៀងរលឹម